គ្រូជួយបកស្រាយនៅប្រធានបទនេះមួយផងលោកគ្រូបាទអរគុណច្រើនបងអូននៅសំណួរហ្នឹងបាទយើងឆ្ងល់ទៀតថាចុះហេតុអីបានយើងត្រូវបង្កើតប្រព័ន្ធគ្រប់គ្រងទីផ្សារអញ្ចឹងស្អីទៅយើងចង់បានអីបង្កើតប្រព័ន្ធគ្រប់គ្រងទីផ្សារហ្នឹងគឺយើងចង់បានគ្រប់គ្រងនៅប្រាក់ចំណូលរបស់យើងប្រាក់ចំណូលយើងកើនឬថយបើយើងអត់មានប្រព័ន្ធគ្រប់គ្រងវាទេមានន័យថាយើងកើនក៏មិនដឹងថាហេតុអីបានវាកើនវាថយមកវិញហេតុអីបានមិនថយឧទាហរណ៍ថាខែមុនយើងលក់បាន 30000 ឥឡូវធ្លាក់នៅសល់តែ 5000 ទេតើវាកត្តាអីខ្លះដែលវាថយឥឡូវទៅកើនដល់ 40000 វិញយើងអត់ដឹងនឹងមានន័យថាយើងរើសស៊ីដោយហេងសើយហើយអញ្ចឹងហើយដែល business លក្ខណៈស្តង់ដារអាជីវកម្មលក្ខណៈស្តង់ដារគេមានប្រព័ន្ធគ្រប់គ្រងផ្នែកទីផ្សាររបស់គេមានន័យថាគេគ្រប់គ្រងចំណូលគេបានចំណូលគេកើនដោយកត្តាអីបាទចំណូលគេថយដោយសារកត្តាអីអញ្ចឹងខ្ញុំយល់ពីមូលដ្ឋានវាសិនថាតើចំណូលយើងបានពីណាចំណូលយើងដំបូងបំផុតប្រភពចំណូលយើងបានពីអតិថិជនគោលដៅស្អីទៅអតិថិជនគោលដៅអតិថិជនគោលដៅគឺជាអ្នកដែលមានតម្រូវការទិញផលិតផលនិងសេវាកម្មយើងបាទនៅពេលដែលយើងយល់ពីអតិថិជនគោលដៅសិក្សាពីតម្រូវការគាត់សិក្សាពីដៃគូប្រកួតប្រជែងបានរៀបលក្ខខណ្ឌយើងឬសេវាកម្មឬផលិតផលយើងឲ្យល្អជាងដៃគូប្រកួតប្រជែងបន្ទាប់មកបានយើង boot page យើងធ្វើ page ធ្វើ content ដើម្បីឲ្យអតិថិជនគោលដៅគាត់ចាប់អារម្មណ៍ឬក៏យើងលក់ offline ឲ្យអ្នកលក់ខាងក្រៅយើងទៅជួបពួកគាត់បាទអញ្ចឹងយើងត្រូវតាមដានថាតើក្នុងមួយខែហ្នឹងយើងទៅជួបអតិថិជនគោលដៅបាន100នាក់ហ្នឹង100នាក់បាទក្នុង100នាក់ហ្នឹងប្រមាណអ្នកចាប់អារម្មណ៍បាទប្រមាណអ្នកចាប់អារម្មណ៍ឧទាហរណ៍ថាមាន50នាក់ចាប់អារម្មណ៍50នាក់ហ្នឹងគេហៅថា lead បាទអញ្ចឹងយើងតាមដានអតិថិជនគោលដៅយើង100នាក់បាទហើយ50នាក់ចាប់អារម្មណ៍ហើយចុះបើយើងធ្វើអនឡាញវិញយើងផុសជាទូទៅអញ្ចឹងប៉ុន្តែយើងដាក់មកមួយថ្ងៃហ្នឹងមាន50នាក់គាត់ comment ក្នុង page អាហ្នឹងជា lead របស់យើងហើយបាទ lead គាត់ចាប់អារម្មណ៍ហើយបានគាត់ comment ក្នុង page ហើយបើយើងលក់ offline យើងទៅជួបគាត់ផ្ទាល់100នាក់បាន50នាក់អញ្ចឹងឃើញលទ្ធផល50ដូចគ្នាអាហ្នឹងយើងបាន lead យើង50នាក់50នាក់ហើយបន្ទាប់មកបើលក់ offline online យើងត្រូវឆ្លើយតប page បញ្យលរបស់យើងនឹងដៃគូមាន20នាក់ទិញបាទឯ offline ដូចគ្នាដែរអញ្ជើញគាត់មក showroom យើងមើលបង្ហាញពីផលិតផលយើងមានតំណែងឲ្យគាត់ភ្លក់គាត់សាកបាទបន្ទាប់មកទៀតយើងខ្លុះខាត់ខ្លាយជាអតិថិជនបាន20នាក់បាទអញ្ចឹងទាំង online និង offline គឺយើងមានលទ្ធផលដូចគ្នាដែរបាទគ្រាន់តែអាមួយធ្វើផ្ទាល់អាមួយធ្វើតាម online បាទបើ online មានន័យថាយើង boot page boot អីដាក់ content ល្អទៅគេឆ្លើយតប page អានឹងខ្លាយជា lead ដែរបើ offline យើងជិះជួបគាត់ផ្ទាល់យើងបញ្យល់ណែនាំរបស់យើងនឹងដៃគូគេចាប់អារម្មណ៍បានប៉ុន្មានអ្នកបាទឥឡូវខ្ញុំសង្ខេបមិញយើងទៅជួប100នាក់បាន50នាក់ចាប់អារម្មណ៍មាន20នាក់ទិញខ្លាយជាអតិថិជនបាទបន្ទាប់មកទៀតកុំឲ្យគាត់ទិញ$1ឬ$10ឲ្យគាត់ទិញ50ទៅ$100អញ្ចឹងយើងចំណុចទី3យើងត្រូវមាន promotion ជូនគាត់បងយកអានេះបូកអានេះខ្ញុំចុះថ្លៃបន្តិចមនុស្សយើងចត់ចង់ចំណេញបើគាត់ដេញទិញសម្ភារៈទី1បូកសេវាទី2គាត់ចុះឲ្យគាត់ខ្លះថែមអាទី3ទី4ទៀតទីបំផុតគាត់នឹងចំណាយអស់$300បាទភ្ញៀវម្នាក់ចាយអស់$300បើមិនចឹងទេភ្ញៀវម្នាក់ចាយតែ$10ទេបើយើងគ្មានកញ្ចប់ promotion បាទចំណុចទី4គឺយើងត្រូវមានឲ្យគាត់ត្រឡប់មកវិញបើបងត្រឡប់មកវិញយើងមាន discount ពិសេសបងចូលជា member ហើយបើមួយខែបងចំណាយ3ដងមកជួបយើង3ដងវាមានតម្លៃពិសេសយើង free អាណាឲ្យគាត់ទៀតអញ្ចឹងធ្វើឲ្យចំណូលយើងកើនអញ្ចឹងខ្ញុំនិយាយឡើងវិញដើម្បីគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទីផ្សារបានប្រព័ន្ធគ្រប់គ្រងចំណូលបានយើងត្រូវ control អតិថិជនគោលដៅយើងជាអ្នកណាបន្ទាប់មកទាញគាត់ឲ្យខ្លាយជាអ្នកចាប់អារម្មណ៍បន្ទាប់មកទៀតឲ្យគាត់ខ្លាយជាអតិថិជនបានប្រមាណអ្នកគាត់ទិញម្នាក់ប្រមាណ$មួយខែគាត់ repeat មកប្រមាណដងគុណទាំងអស់នោះទៅវាខ្លាយទៅជាចំណូលរបស់យើងហើយអញ្ចឹងចំណូលរបស់យើងបានពីអតិថិជនគោលដៅឧបមាមិញខ្ញុំ repeat ឡើងវិញ100នាក់ចាប់អារម្មណ៍បានប្រមាណអ្នក50នាក់50នាក់ទិញបាន20នាក់ឃើញទេ20នាក់អញ្ចឹងសល់30ទៀតតាមខ្លុសគាត់ទៅអាហ្នឹងយើង control គាត់ទៅបាទ20នាក់ម្នាក់ទិញបានប្រមាណ$20នាក់ថាម្នាក់ទិញបាន$100 $100គុណ20ស្មើប៉ុន្មានស្មើនឹង
2000 20000បាទ20000បាទហើយគាត់ repeat ប្រហែលដងថាគាត់ repeat មកម្ដងកន្លះអញ្ចឹងបើសិនណា 20000 repeat ម្ដងកន្លះយើងស្មើនឹង $30,000 ឃើញទេចំណូលយើង control តាមនឹងថាចំណូលរឿងកើថយវាមកពីអីមកពី lead យើងខ្សោយឬអតិថិជនឬក៏ promotion យើងអន់ឬក៏យើងឲ្យគាត់ repeat នឹងវាអន់បាទអញ្ចឹងបើបងប្អូនទាំងអស់ជាម្ចាស់អាជីវកម្មយល់ដឹងនីតិវិធីដែលខ្ញុំប្រាប់ទាំងប្រមាណនេះយើងអាច control ប្រាក់ចំណូលយើងបានហើយបាទអរគុណច្រើនបាទ